នៅល្ងាចថ្ងៃសុក្រទី10ខែកក្កដាឆ្នាំ2026នេះប្អូនស្រីចាងច័ន្ទរាវតីបានបង្ហាញវត្តមានសារជាតិថ្មីម្ដងទៀតនៅក្នុងកម្មវិធី Sri Fun Cambodia របស់ស្ថានីយទូរទស្សន៍បាយ័ន Suphatra Express បញ្ញាទៅក្រៅប្រទេសឆាប់រហ័សជំនាញនៅក្នុងការវិចខ្ចប់បញ្ញារហ័សទៅកាន់ប្រទេសកូរ៉េនិងប្រទេសជប៉ុនក្នុងតម្លៃ1គីឡូត្រឹមតែ$7តែប៉ុណ្ណោះនៅល្ងាចថ្ងៃសុក្រទី10ខែកក្កដាឆ្នាំ2026នេះប្អូនស្រីចាងច័ន្ទរាវតីបានទទួលឱកាសនៅក្នុងកម្មវិធីកម្សាន្តដ៏ល្បីឈ្មោះមួយរបស់ស្ថានីយទូរទស្សន៍បាយ័ននោះគឺកម្មវិធី Sri Fun Cambodia សូមជម្រាបជូនប្រិយមិត្តទស្សនិកជនផងដែរថានេះគឺជាលើកទី2ហើយដែលប្អូនស្រីចាងច័ន្ទរាវតីទទួលបានឱកាសចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីដ៏មានប្រជាប្រិយភាពរបស់ស្ថានីយទូរទស្សន៍បាយ័ននោះគឺកម្មវិធី Sri Fun Cambodia ដោយការពីលើកទី1ប្អូនស្រីបានចូលរួមជាគូជាមួយនឹងប្អូនស្រីច័ន្ទសូរីតាហើយអ្នកទាំងពីរក៏បានលើកយកនៅបទចម្រៀងមរតកដើមពីរោះរបស់រាជិនីសម្លេងមាសរស់ ស្រីសុធាយកមកធ្វើការបកស្រាយផងដែរចំពោះការបង្ហាញវត្តមានជាលើកទី2របស់ប្អូនស្រីចាងច័ន្ទរាវតីនៅក្នុងកម្មវិធី Sri Fun Cambodia លើកទី2នេះអ្វីដែលធ្វើឲ្យប្រិយមិត្តទស្សនិកជនដែលជាអ្នកគាំទ្រមានការភ្ញាក់ផ្អើលនោះគឺប្អូនស្រីទទួលបានការតុបតែងរូបរាងកាយស្រដៀងនឹងប្រហាក់ប្រហែលទៅនឹងរាជិនីសម្លេងមាសរស់ ស្រីសុធាអ្វីដែលធ្វើឲ្យប្រិយមិត្តទស្សនិកជនមានការចាប់អារម្មណ៍នោះគឺម៉ូដសក់សម្លៀកបំពាក់ក៏ដូចជាទម្រង់មុខនិងរាងរៅពិតជាស្រដៀងទៅនឹងរាជិនីសម្លេងមាសរស់ ស្រីសុធាពិតមែនតាមរយៈការលើកយកនៅបទចម្រៀងមរតកដើមរបស់រាជិនីសម្លេងមាសរស់ ស្រីសុធាយកមកធ្វើការបកស្រាយបានយ៉ាងពិរោះបូករួមជាមួយនឹងការតុបតែងខ្លួនបានយ៉ាងស្រស់ស្អាតទៀតនោះប្អូនស្រីចាងច័ន្ទរាវតីក៏ទទួលបានការសរសើរពីសំណាក់ប្រិយមិត្តទស្សនិកជនដែលបានទស្សនានៅកម្មវិធី Sri Fun Cambodia ដោយក្នុងនោះប្រិយមិត្តក៏បានលើកឡើងជាមតិថាចាប់អារម្មណ៍អាកប្បកិរិយារបស់នាងពេលដែលនាងនិយាយតែងតែលើកដៃសំពះជានិច្ចនេះជាការបង្ហាញឲ្យឃើញពីសិលធម៌របស់នាងគោរពទៅកាន់អ្នកដែលមានវ័យចាស់ជាងខ្លួនសូមសរសើរនាងណាស់សូមនាងរក្សាតម្លៃក្រមសិលធម៌របស់នាងបែបនេះរហូតប្រិយមិត្តបន្ទាប់ក៏បានបញ្ចេញមតិថាអត្តចរិតអិរិយាបថអាកប្បកិរិយាមាយាទក្មួយស្រីសុភាពរៀបសាររំទុំល្អណាស់ពេលនិយាយលើកដៃសំពះជានិច្ចពេលសើចតែងតែយកដៃបាំងមាត់ប្រិយមិត្តបន្ទាប់ក៏បានបញ្ចេញមតិថាសំឡេងវតីពិបាករកណាស់សំឡេងធ្ងន់ហើយឆ្វាចច្រៀងមានកម្លាំងដែលមហាជនចង់បានចង់ស្ដាប់គ្រប់សម័យកាលគ្រប់វ័យហៅថាសំឡេងមាសបាទទាំងអស់នេះគឺជាការបញ្ចេញមតិនិងចំណាប់អារម្មណ៍ពីសំណាក់ប្រិយមិត្តទស្សនិកជនដែលជាអ្នកគាំទ្រក្រោយពីបានទស្សនានៅការបញ្ចេញសមត្ថភាពនៅក្នុងការបកស្រាយបទចម្រៀងមរតកដើមរបស់រាជិនីសម្លេងមាសរស់ ស្រីសុធាបានយ៉ាងពិរោះពីសំណាក់បងស្រីចាងច័ន្ទរាវតីសង្ឃឹមថាប្រិយមិត្តទស្សនិកជននឹងរីករាយនៅវីដេអូមួយនេះហើយយើងនឹងវិលមកជួបគ្នាវិញសាជាថ្មីម្ដងទៀតនៅវីដេអូបន្ទាប់សូមអរគុណប្រិយមិត្ត